ឈ្មោះហ៊ុនជំធូក្រុម AU40 ដែល topic និយាយពី OSINT ហើយនិង data security ដែល status សម្រាប់ midterm ដែលសម្រាប់ក្នុង lab ហ្នឹងជាដំបូងធ្វើការបង្កើតទៅលើsudo ធ្វើការបង្កើតទៅលើ user ដែល sudo add user as data មួយមក sudo add user ធ្វើការ enter មកធ្វើការវាយ password new password retype password អូខេបន្ទាប់ពីយើង add user មួយហើយធ្វើការ add ទៅលើ user មួយទៀត add sudo add user c1 enter ដាក់ password just មិនវាយ password ខុសអូខេបន្ទាប់ពី correct ខ្ញុំសូមធ្វើការ clear screen មួយដោយវាច្រើនពេកតែ sudo add ទៅលើ user មួយទៀត user c2 enter ធ្វើការដាក់ password retype password enter មកចុច yes អូខេបន្ទាប់ពីយើងបង្កើតមកយើងចូលដល់ទី2យើងធ្វើការបង្កើតសម្រាប់តន័យទៅលើ user c1 c2 ទៅធ្វើការយើងធ្វើការវាយទៅលើ command sudo su .c1 ហើយនៅក្នុងហ្នឹងយើងធ្វើការបង្កើតលើ folder មួយ mkdir data1 បន្ទាប់ពីនេះបង្កើតហើយយើងធ្វើការបង្កើតទៅលើ text file នៅក្នុង folder ហ្នឹងមួយហើយធ្វើការ exit ចេញពីក្នុង user ហ្នឹងមួយអូខេបន្ទាប់ពីខ្ញុំ log out ហើយធ្វើការបង្កើតទៅលើសម្រាប់ user ទី2ទៅការ sudo su .c2 ទៅលើ user c2 អូខេបន្ទាប់ពីយើងចូលមកធ្វើការ mkdir កើតទៅលើ folder មួយ data 2តទៅបានហើយធ្វើការបង្កើត file មួយដាក់ថា twit data 2/file nc2 នេះ n 1.1.5 n.textអូខេ we cannot សុំតនេះមិញដោយសារខ្ញុំវាយ command ខុសcannot type data c1.2 អូខេមិញដើម្បីនេះធ្វើការកែទៅលើ data វិញតិចមិញសារdata ខុសអញ្ចឹងធ្វើការនេះឲ្យបញ្ចប់ឲ្យខ្ញុំបានបង្កើត file text នៅក្នុង folder របស់ c2 ធ្វើការlog ចេញមួយ exit មួយការ log out control L មួយ clear screen ហើយបន្ទាប់មកយើងធ្វើការរៀបចំ SSH key សម្រាប់ S data របស់យើងធ្វើការវាយទៅលើដំបូងយើងទៅចូលទៅកាន់គណនី ចូលទៅក្នុង account user របស់ S data ធ្វើការវាយ sudo su data ហើយធ្វើការsudo cannot អូខេមិញដោយសារខ្ញុំវាយខុសដោយសារវា sudo su s data ខ្ញុំវាយតែ sudo data អញ្ចឹងខុសទៅដល់ពេលយើងចូលទៅក្នុង S data ហើយយើងធ្វើការបង្កើត key
key មួយដែលធ្វើវាយ command ណា sh dot key gen ចា enter មក interface អូខេបន្ទាប់មកយើងធ្វើការចុច yes enter your this one empty for pass enter pass អូខេនេះដោយសារខ្ញុំមិញច្រឡំបាក់វាយយើងធ្វើការវាយលើទៅលើ keygen ស្ដើមធ្វើការ sh keygen gen hostname container will the cost asa or not clear ទេ keygen អូខេបន្តមកធ្វើការចុច enter អូខេបន្តពីបានហើយធ្វើការចម្លងធ្វើការ copy key ទៅកាន់ C1 C2 ធ្វើការវាយ command sh copy id and C1 add ខ្ញុំការ copy command មួយដែលខ្ញុំបានសរសេរហើយអូខេបន្តធ្វើការ copy command ធ្វើការ enter ដើម្បី copy ទៅលើនេះហើយធ្វើការចុច yes គេដាក់ password ហើយបន្ទាប់មកយើងធ្វើការទៅដាក់ទៅលើ C2 ម្ដងការ pass command មួយមិញគេធ្វើការមកដូរនៅកន្លែងដាក់នេះដាក់ C2 ការ enter ទៅវាយ password របស់ user ហ្នឹងអូខេបន្ទាប់ពីយើងហើយយើងធ្វើយើងនឹងបង្កើត script សម្រាប់ការ backup នៅក្នុងនឹងអ្នកគ្នាហើយបន្ទាប់ពីខ្ញុំបាន copy keygen ចូលទៅក្នុង server 1 2ធ្វើការ control Alt មួយ clear screen ហើយបន្ទាប់មកយើងនឹងធ្វើការបង្កើតទៅលើ folder backup មួយដើម្បី backup ឯកសារដើម្បីយើងនេះការ mkdir backup data ការ enter ហើយបន្ទាប់ពីយើងបង្កើតមួយហើយដើម្បីយើងទៅបើក text editor ដែលយើងបង្កើត script មុនហ្នឹងដែលយើងវាយទៅលើឋាន nano backup.sh តបពីយើងចូលហ្នឹងដើម្បីនេះឥឡូវធ្វើការផាសទៅលើ code មួយដែលខ្ញុំបាន copy មកហើយធ្វើការ control H 0ដើម្បី save ហើយ control X ដើម្បីចេញពីហ្នឹងចុចហើយបន្ទាប់ពីខ្ញុំបានចេញពីក្នុងហ្នឹងពីកន្លែងនេះមិញដល់បាយយើងធ្វើការផ្ដល់សិទ្ធិឲ្យ script ដែលយើងអាចដំណើរការបានដែលយើងធ្វើវាយទៅលើ ch mode បូក x backup.sh អូខេបន្ទាប់ពីខ្ញុំបានវាយបាន backup ទៅលើវាហើយដើម្បីយើងធ្វើឲ្យវាជាមួយនឹង data ដែលយើងកំណត់ script ធ្វើការដំណើរស្វ័យប្រវត្តិរៀងរាល់នាទីម្ដងធ្វើការវាយទៅលើ command មួយដែលឈ្មោះថា contab ហើយ .e contab CONTAP .e contab comment
ខ្ញុំសូមមកបន្តកន្លែងនេះបន្តិចធ្វើការដែលយើងចូលមក control tab យើងកំណត់មិញហ្នឹងអូខេខ្ញុំមិញលោកគ្រូនេះខ្ញុំបានចូលមកដល់កន្លែងអី concept.e ហ្នឹងដែលយើងកំណត់ក្នុងរយៈពេល1នាទីដោយបានវាយ home data backup របស់យើងហើយធ្វើការ control O ហើយនឹង control X ឬ control O enter control X ដើម្បីចាក់ចេញ control L1 តបមកយើងធ្វើ test ទៅលើថាតើយើងបាន backup ទៅលើ C1 C2 S data យើងបានជោគជ័យអត់ទេការវាយទៅលើ ls .l backup data / data 1 set backup to the directory not search អូខេមុនហ្នឹងដោយសារខ្ញុំវាយ command ខុសតែកាយហើយធ្វើការ enter មក cannot នេះគ្រូមិញដោយសារមាន error តិចតួចបន្ទាប់ពីខ្ញុំបានធ្វើការ test ទៅលើ backup sh មកវានឹងធ្វើការបង្ហាញទៅលើ file ដែលយើងបាន backup ហើយតែយើងការ test ទៅលើ folder data នៅក្នុង user data 1ដែលយើងបាន backup មិញក្នុងនេះជាងធ្វើការ test ទៅមើលទៅលើ user c2 មួយទៀតធ្វើការ .l / backup data data / data data 2 and slash ls.l កែ enter នេះយើងធ្វើបាន backup មកនៅក្នុងdata 2ទៅនេះដែលយើងធ្វើ backup ទៅលើ OSINT របស់យើងហើយ data security របស់យើងសម្រាប់ lab នេះសូមបញ្ចប់តាមហ្នឹងអរគុណច្រើនលោកគ្រូ